សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះដែរយើងមកតសាច់រឿងរបស់យើងទៀតតែមុននឹងចូលទៅសាច់រឿងឯមានរឿងចង់និយាយបន្តិចគឺមានគ្នាយើងមួយចំនួនដែលឆ្ងល់ហើយសួរអត់មានថាហេតុអីបានជាវីដេអូមុនរបស់អត់មាននឹងអត់មានក្បាលមានកន្ទុយមានខ្លួនដូចអាបការប៉ះទៅដំបងឡើយអត់មានចង់ធ្វើវាតែមួយឬពីរវីដេអូទេតែគិតយូរទៅយើងទើបទៅធ្វើវីដេអូដំបូងបើដាក់វាតែមួយវីដេអូឬពីរវីដេអូវាឃើញតិចចឹងហើយបានជាកាត់វាជាមួយភាគវិញទៅតែចាប់ពីភាគនេះតទៅមានក្បាលមានខ្លួនមានកន្ទុយវិញហើយបើចូលចិត្តការសម្ដែងរបស់ admin កុំភ្លេចជួយចុច like ចុច sub admin អ្នកមួយផងសូមអរគុណតពីភាគមុនស៊ូឈីងកើនឹងទៅជិតដល់កន្លែងស្នាក់នៅរបស់គូឆាងទៅហើយស្រាប់តែយាយឈិនគេមកដឹងចេញមកពីកន្លែងណាបានមកទប់មាត់របស់នាងជាប់ឲ្យអូសដៃនាងដើម្បីរត់ចេញពីបាក់ថៃឈូស៊ូឈីងកើនាងក៏ឆ្ងល់ថាហេតុអ្វីបានយាយឈិនគេអាចរត់ចេញមកពីកន្លែងនោះបានចេញមកពីកន្លែងណាអ្នកនរគ្នាដឹងហើយយាយឈិនក៏ប្រាប់ទៅវិញចាំពេលក្រោយចាំគេបកស្រាយតែស៊ូឈីងកើនាងបដិសេធមិនព្រមរត់ចេញពីបាក់ថៃឈូទេយាយឈិនគេក៏ខំបញ្យល់ប្រាប់នាងមិនបាច់រឹងរូសទេទៅជាមួយគេទៅទោះបីជាគូឆាងគេចង់ជួយក៏មិនអាចជួយបាក់ថៃឈូបានដែរព្រោះអ្នកដែលបោនេះគឺសុទ្ធតែជាកំពូលអ្នកខ្លាំងហើយយាយឈិនគេក៏បាននិយាយទៀតថាកុំប្រាប់គេឲ្យសោះថាគូឆាងបានចាប់បង្ខំនាងរួចទៅហើយបង្ខំឲ្យគេអ្នកនរគ្នាកាត់យល់ខ្លួនឯងទៅស៊ូឈីងកើនឹងក៏ស្រែកប្រាប់យាយឈិនបិទមាត់ហើយប្រាប់យាយឈិនវិញថាអ្នកប្រុសគូមិនដែលមានបំណងអាក្រក់លើនាងឡើយគឺនាងទៅវិញទេដែលចង់យកខ្លួនឯងទៅប្តូរដើម្បីបាក់ថៃឈូតែអ្នកប្រុសគូគេមិនយល់ព្រមនាងក៏បាននិយាយទៅកាន់យាយឈិនទៀតថាបាក់ថៃឈូខំជួយបង្ហាត់បង្រៀនលោករាប់ឆ្នាំហើយពេលដែលបាក់ជួបទុកបែរជាមិនជួយហើយថែមទាំងចង់រត់យករួចខ្លួនទៀតធ្វើឲ្យស៊ូឈីងកើនេះមានការខកចិត្តចំពោះយាយឈិនយ៉ាងខ្លាំងយាយឈិនគេគាំងនិយាយអ្វីបញ្ចេញតែម្ដងដោយសារតែស៊ូឈីងកើនេះបានបែកខ្លងដាក់យាយឈិនហើយដូច្នេះ system ក៏បានដកបន្ទុកសំណាងពីយាយឈិន50និងបានបោកបន្ទុកវាសនាឲ្យគូឆាង250ស៊ូឈីងកើនេះគ្រាន់តែបានឃើញទ្វាររបស់គូឆាងរៀបនឹងបើកនាងក៏បានគិតថាមិនអាចឲ្យគូឆាងឃើញនាងនៅជាមួយនឹងយាយឈិនអញ្ចឹងបានទេព្រោះនាងខ្លាចគូឆាងមិនព្រមជួយឪពុករបស់នាងនឹងបាក់ថៃឈូទើបនាងបង្ខំចិត្តយកដាវចាក់ទម្លុះយាយឈិនតែម្ដងនឹងនិយាយទៅកាន់យាយឈិនថាឲ្យនាងសំទោសនាងត្រូវតែកាត់ផ្ដាច់នៅទំនាក់ទំនងទាំងអស់ជាមួយយាយឈិនបន្ទាប់ពីគាំងអស់ចិត្តហើយក៏ឆ្លើយតបទៅកាន់នាងវិញគេយល់គ្រប់យ៉ាងហើយក៏ចាក់ចែងទៅបាត់ទៅបន្ទាប់ពីយាយឈិនក៏ចេញទៅផុតគូឆាងក៏បានចេញមកហើយនិយាយទៅកាន់ស៊ូជីងកើថានាងធ្វើអញ្ចឹងជួបគ្នាលើកក្រោយប្រកាសជាខ្លាចជាសត្រូវស្លាប់រស់របស់យាយឈិនហើយតើនាងមិនស្ដាយក្រោយទេមែនទេស៊ូឈីងកើនាងក៏ឆ្លើយនាងមិនស្ដាយក្រោយទេដោយសារតែនាងបានរើសយកគូឆាងរបស់យើងទៅហើយរឿងនេះវានឹងកើតឡើងគ្រាន់តែយូរនឹងឆាប់តែប៉ុណ្ណោះហើយគេកំពុងធ្វើគេអ្នកនរគ្នាធំមកឲ្យកាត់យល់ខ្លួនឯងទៅកាលពីមុនគូឆាងគេមិនអាចធ្វើអញ្ចឹងបានទេប៉ុន្តែឥឡូវគេអាចធ្វើបានគឺដោយសារតែស៊ូឈីងកើនឹងបានដាច់សាច់គ្នាពីយាយឈិនទៅហើយឧបទ្ទវហេតុមិនបានរំពឹងទុកបានកើតឡើង system ក៏បានបូកបន្ទុកសំណាងឲ្យគូឆាង60និងបន្ទុកវាសនា300ហើយយើងក៏បានដឹងថាគូឆាងគេអាចទទួលបានបន្ទុកសំណាងពីតួអង្គដែលមានកម្រិតសំណាងខ្ពស់ក្រៅពីតួឯកដោយសារការយកបានចិត្តរបស់ពួកគេហើយស៊ូឈីងកើនឹងក៏បានប្រាប់គូឆាងថានាងមកនេះគឺមានរឿងចង់ឲ្យជួយគូឆាងក៏បានប្រាប់ទៅកាន់នាងវិញគេដឹងរឿងអស់ទៅហើយមានគេនៅគ្មានអ្នកណាអាចធ្វើអីបាក់ថៃឈូបានទេសាច់រឿងក៏បានកាត់ទៅកាន់ចៅធានដែលគេចង់ឲ្យលងវិបាក់ថៃឈូហើយលោកព្រឹទ្ធាចារ្យធំចេញមកប្រសិនបើគាត់មិនទាន់ស្លាប់មកទទួលការគ្រប់ពីគេលោកវិបាក់ថៃឈូក៏បាននិយាយទៅកាន់ពួកគេវិញលោកព្រឹទ្ធាចារ្យធំពិតជាស្លាប់បាត់ទៅហើយបើពួកឯងមិនជឿយើងមិនដឹងធ្វើយ៉ាងម៉េចទេតែសៀវហ៊ូគេមិនជឿឡើយគេគិតថាលោកវិបាក់ថៃឈូកំពុងតែលេងល្បិចដាក់គេពេលនោះក៏មាននៅសម្ដែងយ៉ាងខ្លាំងប្រាប់ឲ្យពួកគេបិទមាត់ធ្វើឲ្យពួកគេភ័យជាលើកទី2ហើយគេភ័យសាអីអ្នកនរគ្នាដឹងហើយមកដល់ភ្លាមគូឆាងក៏បានសួរទៅកាន់ពួកគេតើពួកឯងជាអ្នកណាហ៊ានមករំខានភាពស្ងប់ស្ងាត់របស់យើងផងដំបងឡើយពួកគេខំតែភ័យព្រោះស្មានតែជាលោកព្រឹទ្ធាចារ្យធំប៉ុន្តែពេលដែលឃើញគូឆាងធ្វើឲ្យពួកគេអស់សំណើចតែម្ដងហើយស៊ីហ៊ូគេក៏បាននិយាយថាតើបាក់ថៃឈូអស់អ្នកខ្លាំងត្រឹមនឹងហើយមែនទេបានជាបញ្ជូនកូនក្មេងមកទប់ទល់ជាមួយគេទៅវិញនិយាយរួចគេក៏បានស្ទុះយ៉ាងលឿនដើម្បីទៅវាយប្រហារគូឆាងសម្រែករាជសីគូឆាងគេអាចទប់បានប្រើត្រឹមតែដៃមួយប៉ុណ្ណោះនឹងមូលកាច់បំផាក់ដៃស៊ីវហ៊ូយ៉ាង easy តែម្ដងធ្វើឲ្យពួកគេលន់មកថា Secret Emperor ដែលមានន័យថាយុទ្ធសរកម្រិតទី7មិនអាចទៅរួចទេតើទឹកដីភាគខាងកើតមានអ្នកយុទ្ធសរកម្រិតទី7ក្មេងចឹងតាំងពីកាលឈូជីគេក៏បាននិយាយទៅកាន់គូឆាងថាឯងជាមនុស្សមែនទេពកសលកុំរករឿងដាក់ខ្លួនអីថោចេញទៅមិនមែនជារឿងរបស់ឯងទេគូឆាងក៏ឆ្លើយចាប់ពីពេលនេះតទៅរឿងរបស់បាក់ថៃឈូក៏ជារឿងរបស់គេដែរស៊ូឈីងកើនាងបានលើគូឆាងនិយាយអញ្ចឹងហើយនាងក៏បានធ្វើមុខយ៉ាងខ្ជូតតែម្ដងដាក់អ្នកមើលអ្នកនរគ្នាឃើញអាក្រក់របស់មានខ្ជូតចឹងណាចៅធានគេក៏តបបើឯងចង់ងាប់ហើយយើងនឹងមកពេញម្ដងឯងទៅចោះហើយពួកគេក៏បានលុតទៅវាយម្ដង3នាក់តែម្ដង3វា1រន្ទះដាវស៊ីងកំបិតនេះក្រៀកតែក្បាលរុក្លាសាំចុយយ៉គូឆាងគេកិច្ចប្រើតែម្រេមួយតែប៉ុណ្ណោះធ្វើជះរឿងសង្ហាយ៉ាងខ្លាំងប្រាសាទអត់បានកំណត់
សាមកបែកគូឆាងធ្វើក្រាស់បោះឲ្យមានប្រមការបើទៅគេអាចកិច្ចបានតែគេអាចកិច្ចគេចង់សាកគេចង់ដឹងថាអវស័ននឹងខ្លាំងប៉ុណ្ណាសៀវហ៊ូលឈូជីគេកំពុងតែសប្បាយចិត្តគេគិតថាគេឈ្នះហើយព្រោះតាំងពីដើមមកមិនអាចមានអ្នករួចជីវិតពីភាសារបស់គេបានឡើយសូម្បីតែលោកមេប្រាក់ថៃឈូក៏គាត់គិតចឹងដែរក៏ប៉ុន្តែគេអ្នកនរគ្នាដឹងហើយបន្ទាប់ពីកំទេចប្រាសាទរបស់ឈូជីខ្ទេចហើយគូឆាងគេក៏បាននិយាយទៅកាន់ពួកគេថាបាក់កម្ពុជាភាគច្រើននៅឋានក្រោមនេះមានអ្នកយុទ្ធសាស្ត្រកម្រិតទី6តែប៉ុន្មានអ្នកប៉ុណ្ណោះទោះបីជាខំហាត់មួយជីវិតក៏ដោយក៏ពួកឯងគ្រាន់តែជាស្រមោចដដែលដែរធ្វើឲ្យពួកគេទាំង3អ្នកភ័យខ្លួនជាលើកទី3ហើយលោកមេប៉ាក់ថៃឈូក៏គាត់ស្មានមិនដល់ដែរគាត់ដឹងត្រឹមថាគូឆាងខ្លាំងក៏ប៉ុន្តែក៏មិននឹកស្មានថាខ្លាំងដល់ថ្នាក់នេះដែរពេលនោះស៊ីហ៊ូគេក៏បានសួរទៅកាន់ឈូវិជីក្រែងឯងអូថាប្រាសាទរបស់ឯងអាចចាត់ការអ្នកកម្រិតទី7បានឥឡូវបែបអញ្ចឹងឈូជីគេក៏តបយើងនិយាយមិនខុសទេប៉ុន្តែសត្រូវរបស់យើងពេលនេះមិនមែនកម្រិតទី7ឡើយគឺកម្រិតទី8កន្លែងនេះឯងមានចង់បញ្ជាក់ច្បាស់ខ្លាចគ្នាយើងច្រឡំយុទ្ធសាស្ត្ររបស់គូឆាងមិនមែននៅកម្រិតទី8ទេគឺនៅកម្រិតទី7ក៏ប៉ុន្តែខ្លាំងស្មើនឹងអ្នកយុទ្ធសាស្ត្រកម្រិតទី8អាចនឹងខ្លាំងជាងអ្នកកម្រិតទី8ផងក៏ថាបានអញ្ចឹងហើយទៅបាននិយាយធ្វើឈូជីគេច្រឡំហើយឈូជីគេក៏បានសួរទៅកាន់គូឆាងតើឯងជាអ្នកណាគូឆាងគេក៏ឆ្លើយគឺជាសភាវៈដែលមានជីវិតអមតៈអតិទេពមកពីឋានលើចប់